Indonesia, Malaysia, Cambodia. Oh, look at Cambodia, 97%. We're going to bring it down to 49. They made a fortune with the United States of America. លោកដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធគយ 49% លើទំនិញកម្ពុជាក្នុងគោលនយោបាយពាណិជ្ជកម្មថ្មីលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការនៅថ្ងៃទី 2 ខែមេសាឆ្នាំ 2025 នៅគោលនយោបាយពន្ធគយថ្មីដ៏ធំមួយដែលរួមបញ្ចូលការដំឡើងពន្ធគយ 49% លើទំនិញនាំចូលពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកការប្រកាសនេះធ្វើឡើងនៅក្នុងកម្មវិធីមួយនៅសួនផ្កាកុលាប Rose Garden នៃសេតាវិមានដែលលោកបានហៅថាថ្ងៃរំដោះ Liberation Day សម្រាប់សេដ្ឋកិច្ចអាមេរិកយោងតាមសេចក្តីថ្លែងការណ៍របស់សេតាវិមាននិងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដូចជា Newsweek និង The New York Times ពន្ធគយ 49% នេះគឺជាផ្នែកមួយនៃគោលនយោបាយពន្ធគយទៅវិញទៅមក Reciprocal Tariff ដែលមានគោលបំណងកាត់បន្ថយអនុភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសជាច្រើនការដាក់ពន្ធគយនេះនឹងចូលជាធរមាននៅថ្ងៃទី 9 ខែមេសាឆ្នាំ 2025 ខណៈពន្ធគយមូលដ្ឋាន 10% លើប្រទេសទាំងអស់នឹងចាប់ផ្ដើមនៅថ្ងៃទី 5 ខែមេសាឆ្នាំ 2025ទំនិញសំខាន់ៗរបស់កម្ពុជាដែលនាំចូលទៅកាន់សហរដ្ឋអាមេរិករួមមានសម្លៀកបំពាក់វាយនភ័ណ្ឌនិងបន្ទះសូឡាដែលបានធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាយោងតាមទិន្នន័យក្នុងឆ្នាំ 2024 ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកមានតម្លៃប្រមាណ $10,000 លានស្មើនឹង 30% នៃផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសគោលនយោបាយនេះក៏បានបង្កឲ្យមានការព្រួយបារម្ភពីសង្គ្រាមពាណិជ្ជកម្មជាសកលផងដែរទោះជាយ៉ាងណាអ្នកសេដ្ឋកិច្ចជាច្រើនរួមទាំងលោកកែនរ៉ូកូសអតីតប្រធានសេដ្ឋាវិទូនៃមូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថាវិធានការនេះដូចជាការទម្លាក់ក្របែកនុយក្លេអ៊ែរលើប្រព័ន្ធពាណិជ្ជកម្មសកលសម្រាប់កម្ពុជាការដាក់ពន្ធគយនេះរាជរដ្ឋាភិបាលនិងវិស័យឯកជនកំពុងស្វែងរកវិធីឆ្លើយតបចំពោះបញ្ហាប្រឈមថ្មីនេះ